ដើម្បីយើងមកមើលការសរសេរ paragraph យើងបន្តទៀតអញ្ចឹងបងប្អូនអរគ្នាឥឡូវយើងបន្ត topic ដដែលគឺ topic ទាក់ទងទៅនឹងបាទ what I intend to do after high school បាទថ្ងៃមុននោះគឺយើងសរសេរបាទយើងសរសេរទាក់ទងintroduction បាទ introduction គឺត្រង់ហ្នឹងបាទគឺដាក់ highlights ជូនបាទ introduction ហ្នឹងបាទ High school is the last qualification for general knowledge. After high school, I intend to go to university to train internship, working and have work on a family business. Okay, អញ្ចឹងការសរសេររបស់គ្រូហ្នឹងគឺប្រើពាក្យសាមញ្ញៗហើយបាទបងប្អូនរៀនថ្នាក់វិទ្យាល័យ10 11 12 អូខេអញ្ចឹងយើងបន្តទៀតនេះគ្រូបានសរសេរចប់ហើយនេះគ្រូសរសេរដោយខ្លួនឯងមិនបានតាម AI ទេបាទអូខេអញ្ចឹងយើងនឹងរៀបរាប់នៅក្នុង body របស់យើងមួយនឹង firstly បាទ firstly តែមានខ្លឹមសារយ៉ាងណាទាក់ទងនឹង go to university គឺដាក់ highlight ពណ៌មួយដើម្បីបងប្អូនមើលស្រួលបាទអូខេអញ្ចឹង firstly I intend to go to study at university in Siem Reap បាទទីកន្លែង Siem Reap The skill that I wish to study is English for teaching meditation because it's very important to apply for scholarship, job and teaching at any school while studying and go to work for money to pay for school ចឹងមិនត្រឹមតែរៀនទេយើងអាចធ្វើការផងដែរអូខេ secondly គឺទៅលឿនដើម្បីយើងឆាប់បានចប់ដែរអញ្ចឹងបាទអញ្ចឹងបើបងប្អូនគិតថាវីដេអូនេះលឿនបងប្អូនអាចថយបាន skip ហើយនឹងបាត់ទុកបាទអញ្ចឹងទី2 secondly ស្អីគេដល់តាណា secondly បាទ secondly ហួសមកដល់កន្លែង sir ទេបាទតិចទេបាទ highlight ពណ៌ផ្សេងពណ៌ខៀវចុះបាទ secondly តិចទេ I'm going to do internship working as assistant teacher to teach English បាទអញ្ចឹងពេលជំនាញមែនទេការងារច្រើន I have to get good experiences in teaching and learning អញ្ចឹងឲ្យ1ម៉ោង2ម៉ោងទៅ internship ទៅបានលុយក៏ដោយយើងបាទដើម្បីបាត់បទពិសោធន៍មានន័យថាយើងរៀនស្គាល់ចម្លៃមានកុសលយើងអាចរៀន internship working ដើម្បីបានបទពិសោធន៍នេះខ្លះគឺគាត់អត់មានបទពិសោធន៍ទេអញ្ចឹងការបង្រៀនគឺហិលហៃអញ្ចឹងណាអូខេអញ្ចឹងបន្តទៀតបងប្អូនអរគ្នាចូលដល់ចំណុចទី3នេះដល់កន្លែងនេះទី3ដាក់ពណ៌អញ្ចឹងអូខេដាក់ពណ៌នេះមើលលយទេអូខេពណ៌នេះលយដែរបាទអញ្ចឹងពណ៌ហ្នឹងស៊ីគ្នា The third I'm going to help my family business as an assistant to sell the services in my mother noodle shop restaurant in my part time job អញ្ចឹងឆ្លៀតឱកាស part time បាទរត់តូរត់ទាវអញ្ចឹងណាខ្លះបានធីបបានអីដែរអញ្ចឹងបានបទពិសោធន៍បាទអីហ្នឹងជាការគិតរបស់យើងមានការងារក្រៅយើងធ្វើតែបាទ It is sometimes hard working but I am fine to help my mother and good time to meet people and know most of them for making relationship អូខេអញ្ចឹងដើម្បីកុំឲ្យការសរសេររបស់យើង get start គឺយើងត្រូវគិតពី W question ហ្នឹងដូចគ្រូបាននិយាយពីដើមគឺយើងគិតពី W question មាន what where when why អញ្ចឹងទៅដើម្បីឲ្យការសរសេររបស់យើងកាន់តែរីកកាន់តែមានគំនិតសរសេរអូខេអញ្ចឹងអ្វីដែលយើងនឹងសរសេរហ្នឹងយើងបានអញ្ចឹងដើម្បីឲ្យការគំនិតរបស់យើងកាន់តែរីកយើងត្រូវតែគិតពី W question អូខេយើងចង់បញ្ចប់លយដែរអញ្ចឹងងាយទេបងប្អូនអរគ្នាគឺដាក់ក្រហមទៀតទៅចំផ្ដើមដូចគ្នា Okay finally all those 3 things that I intend to do like study at university internship working and a family business I hope to get good career and good future but career say ខុសហើយandមួយទៀតបាទ good career and good future មានតែប៉ុណ្្នឹងហើយការងារបើសិនតែយើងដាក់ខ្លួនយើងឲ្យមានញឹកការសិក្សានិងការងារបាទចុះវាសនាអនាគតរបស់យើងគឺគូដែរវាមិនដែលអត់គូទេណានៅតែយើងអត់ចេះបាទអញ្ចឹងការរៀនវាមិនដូចអត់រៀនទេ
ok chắc là paragraph mùi nếបានបញ្ចប់ហើយសង្ឃឹមគូសង្ឃឹមថាបងប្អូននឹងមានចំណេះក្នុងការសរសេរហើយនេះដូចជា short essay បងដែរសម្រាប់បងទី12បាទហើយចិត្តកំឡុងហើយខែ10សីហា 2026 ហ្នឹងហើយសង្ឃឹមថាវីដេអូនេះនឹងជួយបងប្អូនមានគំនិតមានចំណេះអាចធ្វើបានក្នុងការសិក្សាសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាទសូមកុំភ្លេចជួយ comment ជួយ like ផង Thank you.